ទី4គ្នាទី157កាលនោះព្រះពុទ្ធមានដ៏មានព្រះភាការទ្រង់សម្រេចអរិយាបថនៅក្នុងវត្តចេតពនរបស់អនាថបណ្ឌិតសេដ្ឋីក្បែរក្រុងសាវត្ថីសម័យនោះឯងព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុបានទៅកាន់ផ្ទះរបស់បុរសជាសម្លាញ់ហើយក៏សម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំងជាមួយនឹងប្រពន្ធរបស់សម្លាញ់នោះគ្រានោះបុរសនោះក៏ពោលទោសតេះដៀលបន្ទោសបង្អាប់ថាព្រះឧបនន្ទជាម្ចាស់មិនគួរបីបានឹងហ៊ានមកសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំងជាមួយនឹងប្រពន្ធរបស់ខ្ញុំដូច្នេះសោះភិក្ខុទាំងឡាយបានឮសម្ដីនៃបុរសនោះនិយាយពោលទោសតេះដៀលបន្ទោសបង្អាប់ហើយពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិចពេភិក្ខុទាំងនោះក៏ពោលទោសតេះដៀលបន្ទោសបង្អាប់ថាព្រះឧបនន្ទជាសក្យព្រះឧបនន្ទដ៏មានអាយុមិនសមបើនឹងហ៊ានទៅសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំងជាមួយនឹងមាតុក្រាមដូច្នេះទេពេព្រះដ៏មានព្រះភាត្រាស់សួរថាមនាលព្រះឧបនន្ទឮថាអ្នកឯងទៅសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំងជាមួយនឹងមាតុក្រាមពិតមែនឬព្រះឧបនន្ទក្រាបទូលថាបើពិតព្រះដ៏មានព្រះភាសេចក្តីនោះពិតមែនព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាទ្រង់បន្ទោសថាមនាលមោខបុរសអ្នកឯងមិនសមបើនឹងហ៊ានទៅសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំងជាមួយនឹងមាតុក្រាមដូច្នេះទេណែមោខបុរសអំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេឬនាំពួកជនដែលជ្រះថ្លាហើយឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេពេលមនាភិក្ខុទាំងឡាយអ្នកទាំងឡាយក៏បីសម្ដែងឡើងនៅសិក្ខាបទនេះយ៉ាងនេះថាភិក្ខុណាមួយសម្រាប់ការអង្គុយលើអាសនៈជាទីស្ងាត់កំបាំងមួយអន្លើយដោយមាតុក្រាមត្រូវអាបត្តិបាចតិយៈគ្នាទី158ត្រង់ពាក្យថាភិក្ខុណាមួយមានសេចក្តីដូចនេះនឹងសិក្ខាបទទី1នៃបរាជិកដែលហៅថាមាតុក្រាមគឺមនុស្សស្រីមិនមែនជាយក្សស្រីមិនមែនជាប្រេតស្រីមិនមែនជាដេរឆានញីដោយហោចទៅសំបីតែក្មេងស្រីដែលទៅនឹងកើតបានមួយថ្ងៃមិនបាច់និយាយទៅថ្វីដល់ស្រីធំទេពាក្យថាមួយអន្លើយគឺជាគ្នាដែលហៅថាទីស្ងាត់គឺទីស្ងាត់ភ្នែកស្ងាត់ត្រចៀកដែលហៅថាទីស្ងាត់ភ្នែកគឺកាលបើភិក្ខុមិនមិចភ្នែកក្តីញាក់ចិញ្ចាមក្តីងក់ក្បាលក្តីបុគ្គលដតីមិនអាចឃើញបានដែលហៅថាទីស្ងាត់ត្រចៀកគឺទីដែលបុគ្គលដតីមិនអាចស្ដាប់ពាក្យជាប្រក្តីបានដែលហៅថាអាសនៈជាទីកំបាំងគឺអាសនៈដែលគេបិទបាំងដោយជញ្ជាំងក្តីដោយសន្ទះទ្វារក្តីដោយកន្ទែលផែងក្តីដោយរនាំងក្តីរនាំងឬវាំងននក្តីដាក់ដោយឈើក្តីដោយសក្តីសសក្តីដោយសុំក្តីឬដោយវត្ថុណាមួយពាក្យថាសម្រាប់ការអង្គុយគឺកាលបើមាតុក្រាមអង្គុយឬភិក្ខុអង្គុយចិត្តឬដេកចិត្តត្រូវអាបត្តិបាចតិយៈកាលបើភិក្ខុអង្គុយមាតុក្រាមអង្គុយចិត្តឬដេកចិត្តត្រូវអាបត្តិបាចតិយៈជនទាំងពីរអង្គុយក្តីជនទាំងពីរដេកក្តីឯភិក្ខុត្រូវអាបត្តិបាចតិយៈគ្នាទី159មាតុក្រាមភិក្ខុក៏សម្គាល់ថាមាតុក្រាមហើយសម្រាប់ការអង្គុយលើអាសនៈជាទីស្ងាត់កំបាំងត្រូវអាបត្តិបាចតិយៈមាតុក្រាម
ភិក្ខុសង្ស័យហើយសម្រាប់ការអង្គុយលើអាសនៈជាទីស្ងាត់កំបាំងត្រូវអាបត្តិបាចតិយៈមាតុក្រាមភិក្ខុសម្គាល់ថាមិនមែនមាតុក្រាមហើយសម្រាប់ការអង្គុយលើអាសនៈជាទីស្ងាត់កំបាំងត្រូវអាបត្តិបាចតិយៈភិក្ខុសម្រាប់ការអង្គុយលើអាសនៈជាទីស្ងាត់ជាមួយនឹងយៈស្រីក្តីបែរជ័យក្តីខ្ទើយក្តីដេរឆានញីដែលមានរាងកាយដូចមនុស្សក្តីត្រូវអាបត្តិទុក្កតមិនមែនមាតុក្រាមភិក្ខុសម្គាល់ថាមាតុក្រាមត្រូវអាបត្តិទុក្កតមិនមែនមាតុក្រាមភិក្ខុសង្ស័យត្រូវអាបត្តិទុក្កតមិនមែនមាតុក្រាមភិក្ខុសម្គាល់ថាមិនមែនមាតុក្រាមមិនត្រូវអាបត្តិឡើយគ្នាទី160អាបត្តិមិនមានដល់ភិក្ខុដែលអង្គុយនៅមានបុរសណាមួយដែលជាមនុស្សដឹងក្តីនៅជាគម្រប់2ដល់ភិក្ខុឈរមិនបានអង្គុយដល់ភិក្ខុបានក្រឡេកគយគន់រោគទីមិនស្ងាត់ហើយអង្គុយដល់ភិក្ខុមានចិត្តបញ្ជូនទៅកាន់អារម្មណ៍ដតីហើយអង្គុយដល់ភិក្ខុឈួតដល់ភិក្ខុដើមបញ្ញត្តិ